ករណីធានម្នាក់ស្រីយំបានត្រឹមកាន់ប្លង់រឹង6ឆ្នាំហើយតែឥឡូវបាត់ដីហើយអភិបាលខេត្តកំពតបានអញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ចប់កំពតទាហានជួមកម្នាក់យំស្រែកលេងខ្វះគេហើយដោយសារមកពីច្បាំងវិញស្រាប់តែបាត់ដីដែលមានប្លង់រឹងឈឹងតែម្ដងបានត្រឹមតែកាន់ប្លង់រឹង6ឆ្នាំហើយតែឥឡូវបាត់ដីទៅហើយនាថ្ងៃទី9កុម្ភៈឆ្នាំ2026បន្ទាប់ពីបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ត្រីសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរួចមកអាដាមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីមួយដែលពាក់ព័ន្ធនឹងការសាងសង់ផ្ទះនៅលើដីអ្នកដទៃវិវាទនេះបានកើតឡើងដោយសារកំហុសឆ្គងបច្ចេកទេសនៃការកាន់កាប់ដីលោកខុសប្លង់តគ្នាតាំងពីម្ចាស់មុនមកដោយសារម្ចាស់ដីមិនបានស្នើសុំមន្ត្រីជំនាញសុរិយោដីឲ្យចុះមកកំណត់និងបោះបង្គោលព្រំក្បាលដីឲ្យត្រឹមត្រូវតាមប្លង់ឡើយពលគឺចូលកាន់កាប់និងសាងសង់គឺធ្វើឡើងដោយការចង្អុលបង្ហាញពីភាគីម្ចាស់ដីដែលបានលក់ឲ្យតែប៉ុណ្ណោះក្នុងស្មារតីយោគយល់និងដើម្បីបញ្ចប់ទំនាស់អូបន្លាយនេះឯកឧត្តមអភិបាលខេត្តដឹកនាំសម្របសម្រួលរហូតឈានដល់កិច្ចព្រមព្រៀងគ្នាហើយភាគីម្ចាស់សំណង់យល់ព្រមទិញដីពីម្ចាស់ភាគីដើម្បីបញ្ចប់វិវាទជាស្ថាពរក្នុងនាមជាមេគ្រួសារខេត្តដែលតែងតែគិតគូរពីសុខទុក្ខរបស់កូនចៅឯកឧត្តមម៉ៅធនិនក៏ចូលរួមថវិកាផ្ទាល់ខ្លួនចំនួន$3000បន្ថែមជូនទៅកាន់ភាគីដែលព្រមលក់ដីដើម្បីជាការសម្រាលបន្ទុកនិងបញ្ចប់វិវាទដោយគោលការណ៍ឈ្នះការដោះស្រាយប្រកបដោយមេត្តាធម៌និងយុត្តិធម៌នេះបានធ្វើឲ្យភាគីទាំងសងខាងសម្រេចចិត្តត្រេកអរនិងពេញចិត្តយ៉ាងខ្លាំងដែលនេះជាការបង្ហាញនៅប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្រោមការដឹកនាំលើឈ្នះវៃរបស់ថ្នាក់ដឹកនាំខេត្តកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You